Và sự đấy dương chụp ni to thì thái nơiក្នុងសប្តាហ៍ទី1ដដែលប៉ុន្តែយើងចូលទៅដល់ section ទី2អ្វីមិញគឺយើងនិយាយទៅដល់តួអង្គទី6គឺ other participant ឥឡូវនេះយើងចូលទៅដល់តួអង្គមួយទៀតគឺតួអង្គទី7គឺនិយាយអំពី investor បាទគឺអ្នកវិនិយោគបាទអ្នកវិនិយោគគឺយើងនិយាយទៅដល់ណាអ្នកវិនិយោគដែលយើងលើកមកនិយាយគឺមាន3ណាទី1គឺនិយាយអំពីការវិនិយោគរយៈពេលខ្លីណានិងទី2ការវិនិយោគរយៈពេលវែងហើយនឹងមួយទៀតគឺគេហៅថាពួក available for sale ណាបាទ3នេះអូខេចឹងខ្ញុំសូមបន្តចូលទៅដល់ slide របស់យើងមួយទៀតណាចឹងសូមបន្តចូលទៅដល់ slide របស់យើងមួយទៀតចុះអូខេបាទនេះដែលនិយាយអំពីតួនាទីនិងមុខងាររបស់តួអង្គទាំង7អញ្ចឹងដូចអ្វីដែលបានបង្ហាញនៅក្នុងណានៅក្នុងគោលបំណងនៃមេរៀនរបស់យើងគឺឲ្យយល់ដឹងពីអ្នកចូលរួមទាំង7តួអង្គក្នុងវិស័យមូលបត្រកម្ពុជាអូខេអញ្ចឹងសូមជូនជាភាសាខ្មែរនៅខាងនេះបាទតួអង្គទី1ដែលមានឈ្មោះហៅថា 6C នោះណាបាទគណៈកម្មការមូលបត្រកម្ពុជាបាទគណៈកម្មការមូលបត្រកម្ពុជាដែលហៅកាត់ថាគោមកណា Security and Exchange Commission of Cambodia បាទមានតួនាទីណាជាអ្នកបង្កើតច្បាប់បាទនិងបទបញ្ញត្តិផ្សេងដើម្បីគ្រប់គ្រងវិស័យមូលបត្រនៅកម្ពុជាអញ្ចឹងមានថាតួអង្គទី1នេះហើយដែលជាតួអង្គដែលសំខាន់ជាងគេណាដែលគាត់នឹងមានតួនាទីជាអ្នកបង្កើតច្បាប់រួមទាំងបទបញ្ញត្តិផ្សេងដើម្បីគ្រប់គ្រងវិស័យមូលបត្រនៅកម្ពុជាតែម្ដងហើយសូមជម្រាបណាសំណួរអាចសួរថាតើគោលការណ៍ច្បាប់បទបញ្ញត្តិផ្សេងហ្នឹងចំពោះវិស័យមូលបត្រណានៅបណ្ដាប្រទេសនៅលើពិភពលោកតើគោលការណ៍ច្បាប់ហ្នឹងដូចគ្នាទេបាទចម្លើយគឺថាពុំដូចគ្នាទេគឺរៀបចងក្រងឡើងទៅតាមស្ថានភាពណាបរិបទនៃស្ថានភាពប្រទេសរបស់គេនីមួយបាទអញ្ចឹងកម្ពុជាយើងគឺរៀបបែបប្រទេសរបស់យើងបាទអូខេអញ្ចឹងសូមបន្តទៅទៀតទី2គឺក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតចុះបញ្ជីដែលខ្ញុំបាននិយាយមិញថា PLC listed បាទឃើញទេ PLC listed មានថាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតចុះបញ្ជីដែលមានតួនាទីជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រជាសាធារណៈនៅកម្ពុជាបាទមានថាគាត់នឹងហើយជាអ្នកមានសិទ្ធិបាទបោះផ្សាយលក់មូលបត្រសាធារណៈនៅកម្ពុជាតែម្ដងបាទការបោះផ្សាយដោយ PLC នេះមានន័យថាសាធារណជនគេទទួលស្គាល់បាទ public ហើយដែលខ្ញុំបានជម្រាបមិញមកនៅក្នុង slide មុនរបស់យើងការបោះលក់របស់ PLC listed នេះគឺបោះលក់ពីរប្រភេទបាទគឺ stock ហើយនិង bond បាទភាគប័ណ្ណភាគហ៊ុនហើយនិងសញ្ញាណប័ណ្ណបាទទី3គឺផ្សារមូលបត្រកម្ពុជាបាទ Cambodia Security Exchange ណាផ្សារមូលបត្រកម្ពុជាហៅកាត់ថា CSX បាទភាសាខ្មែរផមកបាទផ្សារមូលបត្រកម្ពុជាដែលមានតួនាទីជាកន្លែងសម្រាប់ជួញដូរមូលបត្រអញ្ចឹងមានថាផ្សារនេះគឺជាកន្លែងសម្រាប់ជួញដូរមូលបត្រហើយអញ្ចឹងបោះលក់ប្រសិនបើគ្មានផ្សារទេมันអាចជួញដូរបានទេហើយយើងមិនអាចដាក់កញ្ឆេងដាក់ដឹកតាមកង់ឬដឹកតាមម៉ូតូដើរលក់នៅលើទីផ្សារត្រីផ្សារអូឡ িম্প ិកអូរិស័យបានទេបាទមិនបានទេបាទសូមជម្រាបវិស័យមូលបត្រគឺវាខុសអំពីផ្សាររបស់យើងខាងនោះបាទគឺមានកន្លែងជួញដូររបស់គេត្រឹមត្រូវបាទអូខេជួនកាលពេលខ្លះការជួញដូរមូលបត្រនេះក៏សូមបញ្ជាក់តិចផងដែរក៏ជួនកាលទៅអ្នកលក់អ្នកទិញជួបគ្នានៅខាងក្រៅផ្សារក៏មានដែរប៉ុន្តែគេហៅថានឹងគេហៅថាផ្សាររំលងបញ្ចោបាទនៅមេរៀនក្រោយយើងនឹងមាននិយាយអំពីវានោះ
បាទអូខេចឹងសូមបន្តទៅទៀតទី4គឺនិយាយអំពីក្រុមហ៊ុនមូលបត្រណាក្រុមហ៊ុនមូលបត្រដែលមានទូនីតិណាជាអន្តរការីទីផ្សារបាទជាអន្តរការីទីផ្សារណាដូចខ្ញុំបានជម្រាបចឹងថាអន្តរការីទីផ្សារនេះមានទាំងអស់ភ្នាក់ងារ4ណាគឺ underwriter ណា dealer broker និង consultant ទៀត4ទៀតបាទដូចខ្ញុំបាននិយាយចំណែកឯនេះតើតើជាមួយការជួញដូរនេះគឺមានយើងលើកយកមកតែ4ទេដូចបានឃើញនៅក្នុង slide មុនណាបាទអូខេទី5គឺភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធជាមួយមូលបត្របាទតួអង្គទី5ឃើញទេតួអង្គទី5គឺមានទូនីតិទូទាត់សាច់ប្រាក់ពាក់ព័ន្ធជាមួយនឹងមូលបត្រអញ្ចឹងការទិញលក់មូលបត្រគេហៅថាការជួញដូរគឺជួញដូរនៅក្នុងផ្សារចំណែកឯការទូទាត់ណាសាច់ប្រាក់ណាគឺមិនបានធ្វើនៅក្នុងផ្សារនឹងទេគឺតួអង្គទី5ជាអ្នកជួយធ្វើណាធ្វើគេហៅថាការផាត់ទាត់និងទូទាត់នោះបាទអូខេបាទចឹងការទូទាត់តម្រូវឲ្យមានបាទការបើកគណនីណាទាំងអ្នកគេហៅថាការជួញដូរមានថាអ្នកទិញហើយនិងអ្នកលក់ទិញមូលបត្រនិងអ្នកលក់មូលបត្រក៏ត្រូវបើកគណនីបាទជួញដូរនឹងឯងអញ្ចឹងបានអាចធ្វើការផាត់ទាត់និងទូទាត់មូលបត្រនោះបានអូខេទី6គឺនិយាយអំពីអ្នកចូលរួមផ្សេងទៀតបាទគឺ other participant ដែលមានតួនាទីជាអ្នកផ្ដល់សេវាផ្សេងក្នុងវិស័យមូលបត្រដោយបានជម្រាបជូនអំបញ្ញនៅក្នុង session ទី1របស់យើងដូចជា accounting ហើយនិង audit អីហ្នឹង audit firm អីហ្នឹងគឺសិតតែផ្ដល់សេវាឃើញទេផ្ដល់សេវាគណនេយ្យនិងសេវាសាវនកម្មណាសេវាប្រឹក្សាច្បាប់បាទហើយទៀតបកប្រែបាទវិតម្លៃណាកសែតទស្សនាវដ្តីបាទអូខេអញ្ចឹងផ្ដល់សេវាផ្សេងទៀតបាទហើយនៅក្នុងមុខវិជ្ជាវិស័យមូលបត្រយើងនេះយើងនឹងឃើញពាក្យពេចន៍មួយចំនួនដែលយើងពុំធ្លាប់ឮណាបាទពុំធ្លាប់ឮពុំធ្លាប់ឃើញណាយើងនឹងយកមកប្រើប្រាស់នៅក្នុងពាក្យពេចន៍ទាំងអស់នោះយកមកប្រើប្រាស់នៅក្នុងមុខវិជ្ជាមួយនេះតែម្ដងអូខេទី7គឺអ្នកវិនិយោគដែលមានតួនាទីជាអ្នកវិនិយោគក្នុងវិស័យមូលបត្រនៅកម្ពុជាតែម្ដងបាទអញ្ចឹងទី3គឺនិយាយអំពីមុខងាររបស់តួអង្គទាំង7អូខេអញ្ចឹងយើងសូមបន្តទៅទៀត slide យើងបន្តទៀតណាបាទនេះគឺជាពាក្យគន្លឹះតើមូលបត្រជាស្អីទៅសំដៅដល់អ្វីមូលបត្រកម្មសិទ្ធិអីចឹងទៅណាអូខេអញ្ចឹងមូលបត្រគឺសំដៅដល់បានភាគហ៊ុនណាឬក៏បានបំណុលនិងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតណាឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលគេអាចយកទៅធ្វើការជួញដូរបានណាបាទធ្វើការទិញលក់បានណាអូខេមូលបត្រកម្មសិទ្ធិណា equity security គឺផលប្រយោជន៍ឬក៏សិទ្ធិស្របច្បាប់លើមូលបត្រនៃក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតបាទមានកម្រិតឃើញទេអញ្ចឹងពាក្យទាំងអស់នេះប្រសិនបើនិស្សិតទាំងអស់គ្នាមានសៀវភៅពុំនៅក្នុងដៃនិស្សិតទាំងអស់គ្នាក៏អាចផ្ទៀងណាបើកស្ដាប់ហើយផ្ទៀងជាមួយនឹងខ្ញុំណាដែលខ្ញុំបង្រៀននេះគឺបង្រៀនតាមសៀវភៅគោលតែម្ដងអញ្ចឹងដូចខ្ញុំបានជម្រាបអញ្ចឹងថាអ្នករៀនចាំបាច់ខំណាស់ត្រូវតែមានសៀវភៅពុំនៅក្នុងដៃបើពុំមានសៀវភៅពុំនៅក្នុងដៃទេបាទដូចជាអ្នកហូបបាយអត់មានសម្លអញ្ចឹងឬក៏គេហៅថាណាវាអត់ consistent គ្នាវាអត់ស៊ីសាច់រឿងវាណាបាទអូខេអញ្ចឹងបន្តទៀតសូមអានឡើងវិញណាមូលបត្រកម្មសិទ្ធិបាទពាក្យកន្លឹះនេះនៅក្នុងទំព័រទី2បាទពុំរបស់យើងបាទអញ្ចឹងមូលបត្រកម្មសិទ្ធិគឺជាផលប្រយោជន៍ឬក៏សិទ្ធិស្របច្បាប់លើមូលបត្រនៃក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិតឬក៏នីតិបុគ្គលបរទេសបាទប្រហែលហើយរាប់បញ្ចូលទាំងភាគហ៊ុនដែលមានសិទ្ធិបោះឆ្នោតឃើញទេអញ្ចឹងនៅក្នុងហ្នឹងគេនឹងមាននិយាយផងដែរថាភាគហ៊ុនណាភាគហ៊ុននៅក្នុងក្រុមហ៊ុនហ្នឹងមានសិទ្ធិបោះឆ្នោតនិងភាគហ៊ុនដែលគ្មានសិទ្ធិបោះឆ្នោត
ចឹងមានចងក្រងចែងនៅក្នុង policy របស់ក្រុមហ៊ុននឹងឯងតើអ្នកឯងទិញប្រមាណភាគរយទើបអាចមានសិទ្ធិចូលទៅបោះឆ្នោតណាបាទ vote ជាមួយនឹងគេចុះប្រមាណភាគរយអត់មានសិទ្ធិបោះឆ្នោតទេបានត្រឹមតែអង្គុយស្ដាប់អីចឹងទៅឧទាហរណ៍បាទនឹងគ្មានសិទ្ធិបោះឆ្នោតណាឃើញទេឃើញបញ្ជាក់មានសិទ្ធិបោះឆ្នោតនិងគ្មានសិទ្ធិបោះឆ្នោតភាគហ៊ុនមិនបង់ថ្លៃគ្រប់និងភាគហ៊ុនបរិមាបាទគឺនឹងបញ្យល់នៅខាងក្រៅមួយទៀតណាអូខេមូលបត្របំណុលបាទត្រេមួយទៀតគឺមូលបត្របំណុលឬក៏ហៅថាសញ្ញាណប័ណ្ណណា debt security វាគឺជាឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបោះផ្សាយក្នុងទម្រង់ជាមូលបត្រដោយក្រុមហ៊ុនសាជីវកម្មរដ្ឋាភិបាលឬក៏ភ្នាក់ងាររដ្ឋាភិបាលណាមួយឃើញទេរដ្ឋាភិបាលណាមួយសម្រាប់បញ្ជាក់នៅបំណុលរបស់ខ្លួនចំពោះបុគ្គលណាមួយដែលឲ្យខ្ចីប្រាក់ឃើញបញ្ជាក់មកយ៉ាងច្បាស់ទេថាណាមូលបត្របំណុលឬក៏សញ្ញាណប័ណ្ណហ្នឹងគឺជាឧបករណ៍ហិរញ្ញវត្ថុដែលបោះផ្សាយក្នុងទម្រង់ជាមូលបត្រណាដោយក្រុមហ៊ុនសាជីវកម្មរដ្ឋាភិបាលឬភ្នាក់ងាររដ្ឋាភិបាលណាមួយសម្រាប់បញ្ជាក់នៅបំណុលរបស់ខ្លួនចំពោះបុគ្គលណាមួយដែលឲ្យខ្ចីប្រាក់ណាបាទអូខេចឹងសូមបន្តទៀតថាតកតងទៅដល់ភាគហ៊ុនធម្មតាណាត្រេមួយទៀតគឺភាគហ៊ុនធម្មតាគឺមានសិទ្ធិបោះឆ្នោតណាភាគហ៊ុនធម្មតាបាទគឺមានសិទ្ធិបោះឆ្នោតនៅគ្រប់មហាសន្និបាតភាគហ៊ុនណានៅពេលដែលប្រជុំភាគហ៊ុនទាំងអស់គេអញ្ជើញកោះទៅប្រជុំអញ្ចឹងគាត់មានសិទ្ធិចូលរួមបោះឆ្នោតគ្រប់មហាសន្និបាតឲ្យតែគេប្រជុំលើកណាក៏ដោយមានការបោះឆ្នោតមានការ vote ហ្នឹងគឺគាត់មានសិទ្ធិបោះឆ្នោតទាំងអស់ទទួលបានភាគលាភចុងក្រោយបងអស់ណាចុងក្រោយបងអស់បន្ទាប់ពីការខាត់បងរបស់ក្រុមហ៊ុននិងការបោះភាគលាភទៅភាគហ៊ុនបរិមាឃើញទេអញ្ចឹងភាគហ៊ុនធម្មតានេះបាទទទួលបានភាគលាភចុងក្រោយគេបងអស់បន្ទាប់ពីការខាត់របស់ក្រុមហ៊ុនមានថាកាត់ការខាត់បងឬចំណេញខាត់ឲ្យអស់ហើយបានយើងទទួលក្រោយគេឬក៏នឹងការបោះភាគលាភនៅក្រុមហ៊ុនទៅក្រុមភាគហ៊ុនបរិមាបាទទទួលបាននៅទ្រព្យដែលសល់ចុងក្រោយបងអស់នៅពេលដែលក្រុមហ៊ុនត្រូវបានរំលាយឧបមាថាបើសិនជាក្រុមហ៊ុនត្រូវរំលាយទៀតផ្សាយធនទៀតតើគាត់ទទួលបានអីគាត់នឹងទទួលបាននៅទ្រព្យដែលសល់ចុងក្រោយគេបងអស់ណាបន្ទាប់ពីក្រុមហ៊ុននឹងត្រូវរំលាយបាទភាគហ៊ុនបរិមាបាទសម្រាប់កន្លែងបរិមានេះបន្តិចណាភាគហ៊ុនបរិមាគឺសំដៅគឺមិនមានសិទ្ធិក្នុងការបោះឆ្នោតទេបាទឃើញទេភាគហ៊ុនបរិមានេះណាមិនមានសិទ្ធិក្នុងការបោះឆ្នោតទេបាទទទួលបានភាគលាភមុនគេណាទទួលបានភាគលាភមុនគេមុនភាគហ៊ុនធម្មតាទទួលបានទ្រព្យដែលនៅសល់ពីការរំលាយក្រុមហ៊ុនហ្នឹងមុនភាគហ៊ុនធម្មតាអញ្ចឹងមុនភាគហ៊ុននេះបាទអញ្ចឹងសូមបញ្ជាក់ឡើងវិញបន្តិចភាគហ៊ុនបរិមាគឺជាភាគហ៊ុនមានសិទ្ធិបោះឆ្នោតណាទទួលបានភាគលាភមុនភាគហ៊ុនធម្មតាទទួលបានទ្រព្យដែលនៅសល់ពីរំលាយក្រុមហ៊ុនហ្នឹងមុនពីភាគហ៊ុនធម្មតាទៀតបាទអញ្ចឹងសូមបន្តទៅចូលទៅដល់ slide របស់យើងមួយទៀតណាបាទនេះគឺនិយាយអំពីផលប្រយោជន៍ទីផ្សារតើផ្សារមូលបត្រមានផលប្រយោជន៍អ្វីខ្លះណាផលប្រយោជន៍ទីផ្សារមូលបត្រនេះគឺនិយាយអំពីផលប្រយោជន៍ទីផ្សារដែលនៅក្នុងប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងប្រព័ន្ធទីផ្សារមូលបត្រណាមានផលប្រយោជន៍ដូចតទៅបាទដូចតទៅអញ្ចឹងអានេះគឺនិយាយនៅក្នុងគោលបំណងទី2របស់យើងណាបាទ
យល់ដឹងពីប្រយោជន៍ផ្សារចំពោះសេដ្ឋកិច្ចនិងសង្គមជាតិបាទកទីផ្សារមូលបត្រគឺជាទីកន្លែងលក់មូលបត្រភាគហ៊ុននិងមូលបត្របំណុលបាទអញ្ចឹងគឺផ្សារជាកន្លែងលក់មូលបត្រនិងមូលបត្របំណុលអញ្ចឹងបើយើងចង់ជួញដូរមូលបត្រឬក៏ការទិញលក់មូលបត្រគឺទៅជួញដូរនៅផ្សារមូលបត្រនឹងតែម្ដងมันអាចទៅជួញដូរនៅផ្សារអូឡ িম্প ិកអូរុស័យបានទេព្រោះនោះវាជាផលិតផលប្រើប្រាស់ណាវាជាទំនិញនិងសេវាចានេះវាមិនមែនជាផលិតផលប្រើប្រាស់ទេវាជាប្រភេទជា financial instrument ណាបាទអញ្ចឹងកន្លែងជួញដូរមូលបត្រភាគហ៊ុននិងមូលបត្របំណុលទី2ជួយធ្វើឲ្យក្រុមហ៊ុនគ្រួសារបាទคล้ายទៅជាក្រុមហ៊ុនសាធារណៈបាទមានន័យថាក្រុមហ៊ុននឹងដំបូងឡើយវាជាក្រុមហ៊ុនគ្រួសារទេប៉ុន្តែនៅពេលដែលយើងមានបំណងចង់คล้ายខ្លួនឬក៏ចង់คล้ายទៅជាក្រុមហ៊ុនសាធារណៈនោះយើងត្រូវទៅបំពេញណាត្រូវបំពេញលក្ខខណ្ឌទៅតាមគោលមកកំណត់អញ្ចឹងតើត្រូវមានលក្ខខណ្ឌយ៉ាងម៉េចខ្លះគឺគោលមកកំណត់ហើយអញ្ចឹងមានន័យថាតើដល់ក្រុមហ៊ុននឹងបំពេញគ្រប់លក្ខខណ្ឌទើបអាចឲ្យក្រុមហ៊ុននឹងណាមានសិទ្ធិបោះលក់មូលបត្រហើយបើកាលណាគាត់មានសិទ្ធិបោះលក់មូលបត្រពេលនោះក្រុមហ៊ុនគាត់លែងក្រុមហ៊ុនប្រភេទជាលក្ខណៈគ្រួសារទៀតហើយវាคล้ายទៅជាក្រុមហ៊ុន public វិញម្ដងមានអ្នកណាដែលមានទុនមានលុយចង់ទៅវិនិយោគជាមួយក្រុមហ៊ុនហ្នឹងគឺមានសិទ្ធិបាទចូលទៅទិញបានភាគហ៊ុនឬក៏បានបំណុលនឹងបានអញ្ចឹងមានថាម្ចាស់មិនមែនតែម្នាក់ទៀតទេដែលអាចណាក្រុមហ៊ុនសាធារណៈដែលអាចដកទុនបានយ៉ាងងាយស្រួលបំផុតអញ្ចឹងមានថាកាលណាបើយើងទិញគឺត្រូវយើងអាចប្រមូលទុនបានឧបមាថាឥឡូវយើងបោះលក់ណាហ៊ុនយើងវាមានតម្លៃសរុបណាគឺជាសាច់ប្រាក់ចំនួន$10,000ឬក៏$20,000ឥឡូវយើងថា$10,000ឬ$20,000ឬ$30,000ឬក៏$1,000,000ហ្នឹងវាស្មើនឹងទុនសរុប 100% ណាអញ្ចឹងយើងចង់កាត់បោះលក់ប្រមាណភាគរយយើងថាយើងបោះលក់30% ឬ 40% ក្នុង 40 នេះយើងកំណត់ជូនកំណត់ទៀតថាតម្លៃក្នុងមួយ share ប្រមាណបាទក្នុងស្លឹកចាប់ពីប្រមាណទៅអ្នកឯងទិញប្រមាណភាគរយបាទមានកំណត់តម្លៃជូននឹងបាទអញ្ចឹងកាលណាបើទិញទៅអ្នកសាធារណជនចូលមកទិញយើងអាចប្រមូលទុនបានឃើញទេពេលហ្នឹងបាទយើងអាចប្រមូលទុនបានមានថាអាចដកទុនបានយ៉ាងងាយស្រួលបំផុតណាមិនពិបាកហត់ចាំបាច់ទៅខ្ចីធនាគារបន្ថែមទៀតទេបាទព្រោះយើងគាត់ប្រកាសអញ្ចឹងទេគេយកលុយមកឲ្យយើងដោយស្រួលតែម្ដងហើយយើងគាត់រៀបចំគោលការណ៍រៀបចំក្រុមហ៊ុនយើងឲ្យមានគេហៅថាតាមលក្ខណៈបទដ្ឋានទៅបានហើយបាទក៏ជួយទាក់ទាញទុនរបស់អ្នកវិនិយោគពីក្នុងស្រុកណានិងក្រៅប្រទេសមកបរិយាក្រុមហ៊ុនមិនត្រឹមតែទាក់ទាញទុនណាពីអ្នកក្នុងស្រុកទេរួមទាំងអ្នកខាងក្រៅសម្ដៅដល់ជនបរទេសដែលនៅខាងក្រៅប្រទេសជិតខាងយើងគាត់មើលឃើញក្រុមហ៊ុនយើងណារៀបចំគោលនយោបាយហើយមានផ្ដល់ជូននៅអត្ថប្រយោជន៍ជាច្រើនសមល្មមដែលគាត់អាចចូលមកមានបំណងចាប់អារម្មណ៍ថាចង់ចូលវិនិយោគពីនោះគាត់នឹងចូលមកសាកសួរហើយគាត់នឹងអាចទិញបានភាគហ៊ុនរបស់យើងនេះតែម្ដងអញ្ចឹងមានថាទុនណាអ្នកដែលមានលុយចូលមកវិនិយោគមិនត្រឹមតែអ្នកដែលនៅក្នុងស្រុកយើងទេសូម្បីតែអ្នកដែលនៅក្រៅស្រុកក៏អាចមកវិនិយោគបានដែរអញ្ចឹងមានន័យថាយើងអាចទាក់ទាញទុនគាត់យកមកបរិយាក្រុមហ៊ុនបានយ៉ាងងាយស្រួលដែរបាទណាមិនចាំបាច់ដើរទៅហៅគេដោយពិបាកនោះទេមួយវិញទៀតណាគេថាជួយប្រាក់បកគលសល់ទំនេរ
คล้ายទៅជាប្រាក់វិនិយោគដែលជួយបង្កើនប្រាក់ចំណូលបន្ថែមទៀតតាមរយៈចំណូលភាគលាភនិងចំណូលការប្រាក់បាទឧបមាថាខ្ញុំមានលុយខ្ញុំមានគោលបំណងឬក៏គេហៅថារៀបចំផែនការណាសម្រាប់ការវិនិយោគរបស់ខ្ញុំយកលុយប៉ុណ្ណេះណាទៅធ្វើអីណាគ្រប់គ្រងគ្រួសារគ្រប់គ្រងចំណាយគ្រប់គ្រងកូនចៅប្រពន្ធអីចឹងទៅណាទៅលើអីទៀតការសិក្សាកូនឬក៏យ៉ាងម៉េចក៏ការទិញដីឬទិញផ្ទះអីចឹងទៅសល់ប្រាក់ណាពីការចំណាយទាំងអស់នោះយើងអាចយកមកវិនិយោគទៅលើវិស័យមូលបត្រនឹងទៀតណាដើម្បីអីដើម្បីបង្កើនប្រាក់ចំណូលបន្ថែមទៀតតាមរយៈចំណូលភាគលាភណាចំណូលភាគលាភបាទអញ្ចឹងថាគេបែងចែក dividend តាមរយៈការទិញភាគហ៊ុននោះប្រសិនបើគេកំណត់គោលការណ៍ថាប្រសិនបើអ្នកឯងទិញណាបាន 25% ឬក៏ 15% ឬក៏ 30% តាមគោលការណ៍ដែលបានកំណត់នោះណាអានឹងខ្ញុំគាត់ឧទាហរណ៍ណាឥឡូវដល់គោលការណ៍ថាកំណត់ថា20អ្នកឯងទទួលបាន dividend ប្រមាណណា1% ឬក៏ 2% ក្នុងមួយឆ្នាំអីចឹងទៅណាចុះការប្រាក់គេឲ្យការប្រាក់ប្រមាណក្នុងមួយឆ្នាំចានឹងហើយដែលហៅថាជួយឲ្យប្រាក់បុគ្គលសល់ទំនេរคล้ายទៅជាប្រាក់វិនិយោគដែលជួយបង្កើនប្រាក់ចំណូលបន្ថែមទៀតតាមរយៈចំណូលភាគលាភនិងចំណូលការប្រាក់បាទនឹងហើយជាគេហៅថាចំណូលភាគលាភណាចំណូលការប្រាក់ទាំងអស់នោះបន្តទៅទៀតណាបន្ទាប់ពីជួយបុគ្គលសល់ទំនេរខ្លាយជាប្រាក់វិនិយោគចំណូលអាចបង្កើនប្រាក់ចំណូលបន្ថែមទៀតហើយយើងចូលទៅដល់ចំណុចងគឺជួយកាត់បន្ថយអំពើពុករលួយក្នុងក្រុមហ៊ុននិងសង្គមមិនបានយើងហ៊ាននិយាយថាកាត់បន្ថយអំពើពុករលួយក្នុងក្រុមហ៊ុននិងសង្គមតាមរយៈអ្វីដោយបានឃើញនៅក្នុងតួអង្គទី6ស្រាប់ណាអ្នកដែលចូលរួមនៅក្នុងអ្នកចូលរួមផ្សេងទៀតក្នុងវិស័យមូលបត្រនេះបាទនេះដែលមាននិយាយក្នុងតួអង្គនេះមានសេវាផ្ដល់សេវាផ្សេងដូចឧទាហរណ៍ដូចជាសេវាគណនេយ្យណាសេវាសាវនកម្មណាសេវាច្បាប់ណាសេវាវិតម្លៃណាសេវាអីទៀតprint ឬក៏ copy ឬក៏អ្វីផ្សេងទៀតអញ្ចឹងគេមានកំណត់ជូនឧទាហរណ៍ដូចជាការធ្វើសាវនកម្មមួយឆ្នាំធ្វើម្ដងឬក៏មួយឆមាសធ្វើម្ដងឬក៏មួយត្រីមាសធ្វើម្ដងអញ្ចឹងកាលណាបើសិនជាកំណត់ជាគោលការណ៍អញ្ចឹងហើយយើងត្រូវ follow process ណាការប្រព័ន្ធគ្រប់គ្រងយើងទៅតាមហ្នឹងណាបាទអញ្ចឹងបើធ្វើតាមហ្នឹងយើងត្រូវតែគោរពទៅតាមគោលការណ៍ទៅតាមនីតិវិធីតាមបទបញ្ញត្តិដែលបានកំណត់គេហៅថាជា policy ដែលបានអនុម័តនឹងហើយអនុម័តរួចហ្នឹងត្រូវធ្វើអញ្ចឹងណាបាទអញ្ចឹងយើងទៅមើលកាលណាបើយើងទៅមើលអញ្ចឹងទៅវាជួយកាត់បន្ថយណានៅកំហុសនៅអំពើពុករលួយក្នុងក្រុមហ៊ុនណាក្នុងក្រុមហ៊ុនបាទអញ្ចឹងមានថាវាមិនមែនចំពោះតែនេះគេនិយាយដល់សង្គមជាតិមានថាសំបីតែយើងដែលជាអ្នកក្រៅណាដែលជាអ្នកទៅចូលទៅទិញមូលបត្រហ្នឹងក៏មានភាពជឿទុកចិត្តផងដែរដោយសារអីនេះដោយសារតែការធ្វើសាវនកម្មទៅលើក្រុមហ៊ុនហ្នឹងប្រព័ន្ធធ្វើសាវនកម្មរបស់យើងធ្វើមួយឆ្នាំម្ដងអីចឹងទៅលើការអនុវត្តច្បាប់ឬក៏អនុវត្តនានានៅប្រព័ន្ធគ្រប់គ្រងរបស់គាត់ហ្នឹងបាទនឹងហើយការកាត់បន្ថយអំពើពុករលួយក្នុងក្រុមហ៊ុនដូចណាហើយនឹងសង្គមជាតិណាសង្គមមានថារបស់មួយហ្នឹងវាពុំមែនជារបស់បុគ្គលណាផ្ដាច់មុខទេវាខ្លាយទៅជារបស់រួមណាវាអាចថាជានៅក្នុងសង្គមមួយហ្នឹងណាអ្នកដែលមានលុយទៅទិញវាភាគហ៊ុនហ្នឹងគឺខ្លាយជារបស់គាត់ដែរមួយទៀតជួយកាត់បន្ថយអត្រាគ្មានការងារធ្វើណាអញ្ចឹងនេះដូចជាការបរិយាក្រុមហ៊ុនណាតាក់ទាញទុនពីក្រៅណាពីក្នុងនឹងមកបរិយាក្រុមហ៊ុនហ្នឹងអញ្ចឹងកាលណាបើត្រូវការបរិយាក្រុមហ៊ុនយើងច្បាស់ជាត្រូវការនៅកម្លាំងពលកម្មហើយអញ្ចឹងកម្លាំងពលកម្មបាទ
យើងមិនមែនមានការងារតែមួយមុខទេនៅក្នុងប្រទេសរបស់យើងមួយចឹងចុះបើឥឡូវយើងបង្កើតនៅអាជីវកម្មណាបង្កើតនៅប្រភេទគេហៅថាជួយសេដ្ឋកិច្ចជាតិតាមរយៈបង្កើតប្រព័ន្ធទីផ្សារហ្នឹងអញ្ចឹងយើងត្រូវការអ្នកដែលចេះអ្នកដែលមានជំនាញខាងវិស័យមូលបត្រហ្នឹងហើយអញ្ចឹងយើងត្រូវការកម្លាំងពលកម្មមកធ្វើការងារឲ្យយើងហើយឲ្យក្រុមហ៊ុនហើយណាអញ្ចឹងអ្នករៀនទាំងប្រមាណគឺត្រូវណាតើតើអ្នកឯងហ្នឹងត្រូវឆ្លងកាត់ការរៀនជាមុនសិនទើបអ្នកឯងដឹងធ្វើអ្នកឯងយល់ពីការប្រព័ន្ធឬការអនុវត្តការធ្វើការងារមួយនឹងបានអញ្ចឹងបុគ្គលិកហ្នឹងគឺប្រជាពលរដ្ឋគឺមានថាគឺអត់មានការងារធ្វើគ្រប់គ្នាឯងបាទមួយទៀតកាត់បន្ថយអត្រាភាពក្រីក្រតាមរយៈអីកាលណាបើសិនតែប្រជាពលរដ្ឋគាត់មានការងារធ្វើគ្រប់គ្នាហើយពេលនោះគាត់អាចរកប្រាក់ចំណូលបានហើយអញ្ចឹងបើកាលណាគាត់រកប្រាក់ចំណូលបានមានថាគាត់អាចយកប្រាក់ចំណូលទាំងអស់នោះទៅដោះស្រាយជីវភាពរបស់គាត់តាមតម្រូវការណាការចាយវាយប្រចាំថ្ងៃបាទការចាយវាយប្រចាំខែណាការចំណាយផ្សេងប្រចាំខែអីទៀតសល់ពីហ្នឹងទៅគាត់អាចយកទៅទិញណាទូរស័ព្ទណាទិញម៉ូតូទិញឡានទិញផ្ទះបាទអញ្ចឹងកាត់បន្ថយភាពក្រីក្រហើយណាឃើញទេមិនបានអញ្ចឹងព្រោះតែគាត់មានការងារធ្វើគាត់ទទួលបានប្រាក់ចំណូលបាទទទួលបានប្រាក់ចំណូលអញ្ចឹងទើបជួយឲ្យគាត់ហ្នឹងបាទមានលទ្ធភាពអាចទិញរបស់ទាំងអស់នោះបានយកមកប្រើប្រាស់ហ្នឹងហើយការកាត់បន្ថយភាពក្រីក្របាទអញ្ចឹងធ្វើឲ្យគាត់មានជីវភាពទូធាបាទស្លៀកពាក់មើលទៅរៀងហឺហាដែរអូខេបន្តមកទៀតគឺគេហៅថាមួយទៀតគឺជួយធ្វើឲ្យចំណូលពន្ធកើនបាទអញ្ចឹងយើងជឿជាក់ថាប្រសិនបើក្រុមហ៊ុនគ្រួសារទាំងឡាយណាដែលគាត់មានបំណងចង់កម្លាយខ្លួនឬក៏ចង់ចូលក្នុងវិស័យមូលបត្រដែរគាត់ត្រូវតែអនុវត្តទៅតាមគោលការណ៍ទៅតាមច្បាប់ណាទៅតាម policy ដែលគណៈកម្មការមូលបត្រហ្នឹងបានកំណត់ជូនទន្ទឹមនឹងហ្នឹងបាទប្រព័ន្ធពន្ធដាររបស់យើងក៏មានចូលរួមចំណែកផងដែរថាណែឯងបើអាជីវកម្មត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េចបាទពន្ធដារកំណត់ពីម៉េចអីរបៀបម៉េចត្រូវធ្វើតាមដូចគ្នាអញ្ចឹងដែរអញ្ចឹងការបង់ពន្ធគឺបង់តាមរដ្ឋបាលសារពន្ធកំណត់ជូនបាទពន្ធអីខ្លះ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 ទៅតាមប្រភេទអាជីវកម្មរបស់យើងដែលយើងបើកហ្នឹងអញ្ចឹងពេលហ្នឹងបើកាលណាបើគាត់គោរពទៅតាមគេហៅថារដ្ឋបាលសារពើពន្ធណាគ្រប់ក្រុមហ៊ុនស្ថាប័នអាជីវកម្មត្រូវគោរពតាមមកបែបហ្នឹងអញ្ចឹងពេលនោះធ្វើឲ្យចំណូលពន្ធហ្នឹងកើនឡើងហើយបើកាលណាធ្វើឲ្យចំណូលពន្ធកើនឡើងពេលនោះរដ្ឋាភិបាលយើងคล้ายទៅជាណារដ្ឋាភិបាលមួយដែលមានគេហៅថាសក្តានុពលមានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការអភិវឌ្ឍណាបាទប្រទេសជាតិបន្តទៅមុខទៀតហើយអញ្ចឹងយើងធ្វើអ្វីក៏ដោយគឺត្រូវការលុយហើយបាទធ្វើផ្លូវស្ពានសាលារៀនមន្ទីរពេទ្យបាទគឺត្រូវការលុយហើយអញ្ចឹងលុយគឺបានពីចំណូលទាំងអស់ហ្នឹងបាទរាប់តាំងពីចំណូលពន្ធណាបាទចំណូលផ្សេងទៀតតែចំណូលកើនខ្លាំងគួរឲ្យកត់សម្គាល់គឺចំណូលពន្ធហ្នឹងហើយបាទអញ្ចឹងរដ្ឋាភិបាលក៏រីកចម្រើនឬក៏លូតលាស់យ៉ាងឆាប់រហ័សផងដែរបន្ទាប់ពីនឹងទៅទៀតគឺជួយធ្វើឲ្យ GDP ហ្នឹងកើន GDP កើនបាទ GDP នេះគឺមានថា grow ពាក្យភាសាអង់គ្លេសមួយពាក្យថា grow domestic gross product បាទគឺចំណូលជាតិសរុបបាទគិតនៅក្នុងជាប្រជាពលរដ្ឋរបស់យើងណាទាំងនៅក្នុងទាំងក្រៅស្រុកហ្នឹងគេបូកសរុបជារួមទៅតើចំណូលជាតិយើងសរុបមួយឆ្នាំប្រមាណកើនប្រមាណអីចឹងទៅអូខេនេះគិតតែម៉ាក្រូមីក្រូអីចឹងទៅណាបាទនេះគឺជាគេហៅថាផលប្រយោជន៍ទីផ្សារមូលបត្រកម្ពុជាអញ្ចឹងសរុបទៅណាមានប្រមាណចំណុចដែរបាទមាន1 2
ចំណុចបាទសរុបទៅប្រយោជន៍ទីផ្សារបាទដូចដែលបានរៀបរាប់ជូនមិញនឹងឯងអញ្ចឹងខ្ញុំសូមបន្តចូលទៅដល់ slide របស់យើងមួយទៀតណាបាទប្រព័ន្ធពន្ធដារក្នុងវិស័យមូលបត្របាទតើពន្ធដារក្នុងវិស័យមូលបត្របាទជួយយ៉ាងម៉េចអូខេត្រេទី1ការទិញលក់សញ្ញាណប័ណ្ណណាសញ្ញាណប័ណ្ណនិងសញ្ញាហ៊ុនគឺសំដៅដល់ share នេះគឺ bond ហើយនឹង share រួមទាំងផលិតផលធនាគារបាទរួមទាំងផលិតផលធនាគារគ្មានអកទេចឹងមានថាគេចង់បញ្ជាក់ថាការទិញលក់មូលបត្រនេះគឺពុំមានពុំមានវត្តទេពីព្រោះវាជាផលិតផលហិរញ្ញវត្ថុបាទជាផលិតផលហិរញ្ញវត្ថុវាមិនមែនជាផលិតផលប្រើប្រាស់ដូចជាទំនិញនិងសេវានោះឡើយបាទconsumable good and service បាទ good and service នៅក្នុងពិភពលោកណានៅក្នុងពិភពលោកជាពិសេសនៅក្នុងវិបត្តិសេដ្ឋកិច្ចពិភពលោកបាទអញ្ចឹងគេបញ្ជាក់ឡើងវិញតិចថាធ្វើបាទនៅក្នុងពិភពលោកជាពិសេសនៅក្នុងវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ2008បាទ2009 2010 ដែលមាននៅប្រទេសអាល្លឺម៉ង់បារាំងបាទអឺរ៉ុបមួយចំនួនទៀតទាមទារឲ្យប្រើប្រាស់ប្រព័ន្ធពន្ធដារមានថាបាទដោយសារតែវិបត្តិសេដ្ឋកិច្ចពីលើពិភពលោកក្នុងឆ្នាំទាំងប្រហែលឆ្នាំហ្នឹងបាទប្រទេសអាល្លឺម៉ង់បារាំងនិងអឺរ៉ុបមួយចំនួនទាមទារឲ្យប្រើប្រព័ន្ធពន្ធដារដើម្បីដកហូតបាទដកហូតលើផលិតផលទាំងនេះមានថាផលិតផលហិរញ្ញវត្ថុណាគេហៅថាសញ្ញាណប័ណ្ណឬក៏បនណាចង់ឲ្យដកហូតយកវត្តបាទនិយាយចំគឺចង់ឲ្យយកវត្តទៅលើការជួញដូរមួយហ្នឹងបាទតែត្រូវបានសហរដ្ឋអាមេរិកនិងអង់គ្លេសបាទសហរដ្ឋអាមេរិកនិងអង់គ្លេសបដិសេធដាច់អហង្ការណាបដិសេធដាច់អហង្ការនៅក្នុងជំនួស G20 បាទប្រទេសមហាអំណាចខាងសេដ្ឋកិច្ចណាទាំង20ណា20ប្រទេសណាជំនួស G20 នេះគឺប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង20ណាបាទដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង20ប្រទេសណាបាទជួបគ្នាក្នុងវិស័យមូលបត្រនេះទោះជាណាទិញលក់ប៉ុន្មានដងក៏ដោយគឺចង់បញ្ជាក់ថានេះការទិញលក់មូលបត្រនឹងឯងទោះជាទិញលក់ប៉ុន្មានដងក៏ដោយបាទក៏គ្មានអកដែរបាទចង់បញ្ជាក់ថាគ្មានអកទេទោះជាយ៉ាងណាក៏ដោយនៅក្នុងពិភពលោកគេនៅតែបង្កើតច្បាប់ពន្ធណាទៅយកលើផលិតផលនេះបានដដែលបាទអញ្ចឹងមានថាគេនៅតែបង្កើតប្រភេទច្បាប់ពន្ធនេះទៅយកទៅលើផលិតផលនេះបានដដែលគឺយកលើផលិតផលគឺbond ហើយនឹង share ណាសញ្ញាណប័ណ្ណហើយនឹងភាគហ៊ុននេះគេនៅតែយកបានដដែលដោយនៅចាំតែពេលវេលាតែប៉ុណ្ណោះសប្តាហ៍ថ្ងៃប្រភេទពន្ធដែលគេយកទៅលើផលិតផលហិរញ្ញវត្ថុណានឹងធនាគារនេះគឺគេឲ្យឈ្មោះហៅថា Tobin Tag អញ្ចឹងមានថាគេរៀបចំប្រព័ន្ធពន្ធរួចទៅហើយណាដែលសម្រាប់ទៅដកហូតទៅលើផលិតផលហិរញ្ញវត្ថុមួយហ្នឹងបាទគឺពន្ធនោះមានឈ្មោះហៅថា Tobin Tag ណាដោយរកឃើញដោយលោក James Tobin ដែល James Tobin ដែលគាត់កើតក្នុងឆ្នាំ1918ដល់ឆ្នាំ2002គាត់បានលាចាកពីលោកយើងនេះទៅ
và lô cứ chi sẽ được cách vị tu Americ và lô chi sẽ được cách vị tu Americ chi sma chắc na krom bậc sa bị ba sẽ được cách chiết và sẽ được cách chiết nâng thành đi cái chiết Americ và Americ nâng chia Sahaja nơi Sakovichilai Yale và Sakovichilai Yale chỉ nè bằng cao nâng chỉ nè sao chỉ bằng to nè từ đây bị lục John Maneken và chẳng mấy tha lục chỉ nè sao chỉ từ đây bằng to bị lục John Maneken chẳng trong bậc trẻ làng vịnh đá tha ở ca tinh lụa mùa là bạn nè còn màn đòn cả đói có bầm miến chọc vặt đài còn tay sầm nu su tha chó miềnประเภท ปุ่น นึง ទេដែលគេមានបំណងទៅដកហូតទៅលើផលិតផលហិរញ្ញវត្ថុមួយហ្នឹងតើមានទេបាទមានណាបាទមានអញ្ចឹងពុននោះគេឲ្យឈ្មោះហៅថាអីគឺឈ្មោះហៅថា Tobin Tag បាទ Tobin Tag បាទតើបើគេសួរថាតើ Tobin Tag នេះណាអ្នកណារកឃើញបាទឈ្មោះអីដែរគឺលោក James Tobin ណាគាត់ជាអ្នករកឃើញដែលគាត់នឹងជាសេដ្ឋកិច្ចវិទូរបស់អាមេរិកហើយក៏ជាសមាជិកក្រុមសហបាលសេដ្ឋកិច្ចជាតិនិងធនាគាររបស់អាមេរិកដែរហើយលោកក៏ជាសាស្ត្រាចារ្យណានៅសាកលវិទ្យាល័យ Yale ដែរដែលគាត់ជាអ្នកបង្កើតនិងស្រាវជ្រាវទ្រឹស្ដីបន្តពីលោក John Maneken នេះតែម្ដងបាទអញ្ចឹងសរុបមកវិញប្រព័ន្ធពន្ធដារក្នុងវិស័យមូលបត្ររបស់យើងណាបាទពុំមានយកវត្តទៅលើការជួញដូរណាប្រភេទការជួញដូរមូលបត្រនេះទេបាទពុំមានយកវត្តទេណាអញ្ចឹងបច្ចុប្បន្ននេះពុំទាន់មានយកទេប៉ុន្តែថ្ងៃអនាគតប្រហែលជាមានណានេះដូចគេបានបញ្ជាក់ថាទោះជាយ៉ាងណាក៏ដោយច្បាប់ពន្ធនេះយកលើ platform មួយនេះគេបង្កើតហើយគេនៅចាំតែពេលវេលាតែប៉ុណ្ណោះសប្តាហ៍ថ្ងៃណាប្រភេទពន្ធនេះដែលយកទៅលើផលិតផលហ្នឹងគឺមានឈ្មោះថា Tobin Tag អញ្ចឹងបញ្ជាក់ឡើងវិញគេពុំទាន់យកទេប៉ុន្តែនៅអនាគតគេនឹងយកតែហើយអត្រាប្រមាណយើងរងចាំណាទស្សនាមើលទាំងអស់គ្នាបន្តទៅទៀតណាតើគេយកក្នុងឆ្នាំណាហើយបើយកក្នុងអត្រាយ៉ាងម៉េចដែរអញ្ចឹងអូខេប៉ុន្តែចុះណាស្លាយយើងអញ្ចឹងនៅខាងនេះខ្ញុំអត់បន្តទេចាំជិះបន្តទៅសប្តាហ៍ក្រោយទៀតជាចុងក្រោយនៃមេរៀនរបស់យើងខ្ញុំសូមជូនជាសំណួរណាជូនទៅដល់និស្សិតទាំងអស់គ្នាបន្តិចណាអូខេអញ្ចឹងសូមទៅបន្តស្លាយរបស់យើងបាទអញ្ចឹងនេះគឺជាសំណួររបស់យើងនៅក្នុងសប្តាហ៍ទី1របស់យើងនេះគឺមានសួរតែ4សំណួរទេណាបាទសំណួរទី1សួរថាតើនៅក្នុងវិស័យមូលបត្រកម្ពុជាមានការចូលរួមដោយប្រមាណតួអង្គណាប្រមាណតួអង្គអញ្ចឹងប្រមាណតួអង្គដែរនិស្សិតទាំងអស់គ្នាបាទអ្នកដឹងសូមលើកដៃតិចមើលបាទអញ្ចឹងបើដឹងសូមជួយឆ្លើយបាទជួយឆ្លើយដាក់ឲ្យមកគ្រូវិញផងណាមានប្រមាណតួអង្គសូមរៀបរាប់អញ្ចឹងមានថាតួអង្គអីខ្លះសូមរៀបរាប់ហើយទូនទីធ្វើអីបាទសូមរៀបរាប់មកណាអូខេទី2តើក្នុងចំណោមតួអង្គទាំង7បាទអញ្ចឹងក្នុងចំណោមតួអង្គទាំង7ហ្នឹងតួអង្គមួយណាដែលសំខាន់ជាងគេបាទអញ្ចឹងបញ្ជាក់ផងដែរថាតើក្នុងចំណោម7តួអង្គហ្នឹងតួអង្គណាដែលសំខាន់ជាងគេព្រោះអីណាព្រោះអ្វីបាទសូមបញ្ជាក់ឲ្យបន្តិចផងដែរមកកន្លែងត្រង់នេះបាទសំខាន់ជាងគេព្រោះអីទី3សំណួរទី3សួរថាតើផ្សារមូលបត្រផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សេដ្ឋកិច្ចនិងសង្គមសូមរៀបរាប់បាទអញ្ចឹងក៏មានបញ្យលជូនឲ្យដែរនៅក្នុង slide section ទី2របស់យើងមិញបាទអញ្ចឹងតើផ្សារហ្នឹងផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់សេដ្ឋកិច្ចហើយនឹងសង្គមបាទអញ្ចឹងសូមរៀបរាប់ជូនផងដែរបាទរៀបរាប់ជូនមកតែ4សំណួរទេណា
អូខេចឹងសូមចូលទៅដល់ slide របស់យើងសូមទោះសំណួរយើងមួយទៀតណាតើនៅក្នុងវិស័យមូលបត្រណាការទិញឬលក់មូលបត្រមានជាប់អក្សរលើតម្លៃបន្ថែមឬទេគេចង់និយាយទៅលើវត្តហ្នឹងណាមានជាប់វត្តដែរឬទេបាទហើយហេតុអ្វីដែរបាទបើសិនជាជាប់ព្រោះហេតុអីហើយបើសិនជាមិនជាប់ព្រោះហេតុអីបាទសូមជួយបញ្យល់ផងណាអូខេអញ្ចឹងនិស្សិតទាំងអស់គ្នាគ្រាន់តែចូលទៅទស្សនាណា recovery ទៅលើវីដេអូរបស់យើងឡើងវិញទៅណាមើលវីដេអូយើងឡើងវិញនឹងអាចឆ្លើយចេញហើយថាក្នុងវិស័យមូលបត្រហ្នឹងមានប្រមាណតួអង្គហើយតួនាទីធ្វើអីខ្លះនោះណាហើយក្នុងចំណោម7តួអង្គនោះតើតួអង្គណាដែលសំខាន់ជាងគេព្រោះអីក៏សូមរៀបរាប់ផងដែរបាទតើផ្សារផ្ដល់ប្រយោជន៍អ្វីខ្លះដល់សេដ្ឋកិច្ចហើយនិងសង្គមសូមរៀបរាប់ផងដែរហើយតើការទិញលក់មូលបត្រហ្នឹងជាប់បាត់ទេព្រោះហេតុអីដែរសូមឆ្លើយបាទឆ្លើយមកណាអូខេអញ្ចឹងមេរៀនរបស់យើងសូម slash តែប៉ុណ្ណេះសិនយើងមិនទាន់បញ្ចប់ទេណាមេរៀនរបស់យើងប៉ុន្តែសូម slash សិនយើងជួបគ្នានៅក្នុងសប្តាហ៍ក្រោយបន្តទៅទៀតបាទសូមអរគុណហើយសូមជូនពរដល់និស្សិតទាំងអស់គ្នាជួបតែសេចក្តីសុខណាសុខសុវត្ថិភាពទាំងអស់គ្នាបាទហើយសូមរកទទួលទានមានបានណាគ្រប់គ្នាបាទសូមអរគុណសូមជម្រាបលា